ពីឆ្អឹងមនុស្សជាពិសេសធ្លាប់ដូចឃើញឆ្អឹងដូចមនុស្សបុរាណមែនដែលព្រះអង្គដាក់មកធំមែនតើតើព្រះអង្គពេលព្រះអង្គយកមកដាក់ទីនេះមានពលឹងមានអីព្រះអង្គធ្លាប់យល់សពឬក៏មានអីឲ្យជាហេតុឲ្យព្រះអង្គចេះប្រាប់បញ្ចុះអីទេបងមានអត់មាននេះទេវាជានិមិត្តមួយប៉ុន្តែអាត្មាថានិយាយប្រហែលតិចណានិមិត្តមួយដូចជាសមោលមកខំគួរអាចគង់អញ្ចឹងណាប៉ុន្តែនិយាយតែប៉ុណ្្នឹងចុះប៉ុន្តែមកនេះឆ្អឹងនេះចម្រុះក្បាលខ្មោចឆ្អឹងខ្មោចអីគឺចម្រុះព្រោះប្រពន្ធលោកបានសម្ដែងថាពីអមនុស្សមានន័យថាក្រៅពីមនុស្សគាត់គេហៅអមនុស្សទាំងអស់ហ្នឹងអមនុស្សសូម្បីទេវតាក៏ចាត់ទុកថាជាអមនុស្សដែរព្រោះប្រែតនរកខ្មោចទេរឆានអញ្ចឹងនិយាយថារាប់ទាំងអស់ក្រៅពីមនុស្សគេហៅអមនុស្សអញ្ចឹងណាព្រោះអាត្មាក៏មានជំនឿទៅខាងអញ្ចឹងក៏អាត្មាក៏ធ្លាប់ជួបនឹងហេតុការណ៍អស់នឹងដែរតែគាត់ជួបផ្ទាល់ដោយសារឯបានថាបានជួបផ្ទាល់ព្រោះអាត្មាជាអង្គបដិបត្តិមួយរូបកាលពីសម័យកៅជាងតាំងពីខ្នាយជ្រូកមានតាំងពីភ្លុកដំរីធ្គាមដំរីមានច្រើនយ៉ាងណាញោមណាហើយមួយយ៉ាងវិញទៀតគឺរក្សាវប្បធម៌អរិយធម៌ខ្មែរហើយមួយយ៉ាងវិញទៀតគឺមិនចង់ឲ្យប្រទេសជិតខាងគេយកវប្បធម៌អរិយធម៌របស់យើងចូលទៅដាក់នៅប្រទេសគេដែរអញ្ចឹងអាត្មាចិត្តព្យាយាមប្រមូលយកមកទុកដាក់អញ្ចឹងណាញោមបងអង្គកណាកម្មសការអង្គបងចម្រើនពុញកណាអង្គកណាចង់សួរព្រះអង្គខ្លះតាក់ទងនឹងតាមដែលកណាបានមកជួបព្រះអង្គនៅចែកដំកាលពីដូចពីសប្តាហ៍មុនបងព្រះអង្គឃើញព្រះអង្គការថែរក្សារបស់វត្ថុបុរាណរបស់ចាស់ពីសម័យពីបុរាណប្រវត្តិសាស្ត្រក៏មានសម័យយូរទៅហើយក៏មានសម័យមុនរបស់របរជារួមទៅគឺរបស់បុរាណខ្មែរយើងខ្ញុំកណាក៏ឆ្ងល់ថាមិនបានលោកតាព្រះអង្គស្រឡាញ់របស់បែបហ្នឹងតើព្រះអង្គមានគំនិតឬក៏មានទស្សនៈយ៉ាងណាហើយព្រះអង្គយល់ឃើញយ៉ាងម៉េចដែរដែលព្រះអង្គប្រមូលរបស់ទាំងអស់ហ្នឹងទុកនៅកុដព្រះអង្គចម្លែកមែនតើហ្នឹងបងជាបឋមខ្ញុំបកណាក៏សូមនមស្ការលោកចាស់គ្រប់ព្រះអង្គហើយក៏សូមប្រកាសអនុញ្ញាតចម្រើនពរដល់អស់លោកញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយបើសិនជាញោមបានសួរជាសំណួរអស់ហ្នឹងអាត្មាក៏សូមប្រកាសអនុញ្ញាតចូលរួមបកស្រាយវត្ថុទាំងឡាយទាំងពួងដែលអាត្មាប្រមូលបានពីការប្រកេនប៉ុណ្ណារបស់អ្នកស្រុកក្តីអ្នកចិត្តអ្នកឆ្ងាយដែលបានប្រកេនខ្លះក៏អាត្មាមានការជាវខ្លះដោយសារអាត្មាក៏មានជានិស្ស័យខាងផ្នែកស្រឡាញ់របស់ដូនតាអញ្ចឹងណាហ្នឹងហើយដែលសេះសល់បន្សល់តែពួកគាត់នឹងស្លាប់ចោលអស់គឺលោកម្ចាស់ស្លាប់ចោលរបស់នេះណាហ្នឹងហើយដូចជាកងដៃដូចជារូបអប្សរាដូចជាវត្ថុផ្សេងតែលខាត់អីឆ្នាំងអីហ្នឹងពួកអាត្មាកើតមកពេលខ្លះតន់ដែរតន់ឃើញទោះតែតន់ដូចជាឆ្នាំងអ៊ុតឆ្នាំងអីហ្នឹងដែលញោមបានឃើញទៅថតមិញឆ្នាំងអ៊ុតជីងថ្លឹងត្រីអីហ្នឹងហើយជីងថ្លឹងមាសថាសវីដេអូកាសែតវីដេអូអាត្មាចេះតែសន្សំទុកដើម្បីរក្សាអត្តសញ្ញាណមួយដែរតែខ្មែរយើងពីមុនអ៊ំយើងតាយើងយាយយើងប្រើវត្ថុរបៀបណាបើសិនជាយើងអត់មានជានិមិត្តរូបសម្គាល់ឲ្យក្មេងកុលបុត្រជំនាន់ក្រោយបានមើលគាត់នៅតែឆ្ងល់ដល់ពេលឃើញ YouTube Facebook កុហកថាកុហកអញ្ចឹងណាអញ្ចឹងបន្សល់ទុកវត្ថុតាងអស់ទាំងនឹងឯងបានអាត្មាក៏បានទទួលការប្រកេនក៏ដូចជាការមានការជៀបខ្លះពីញាតិញោមបងប្អូនអ្នកស្រុកអ្នកភូមិខ្លះទៅអ្នកមកពីចម្ងាយខ្លះទៅដោយឃើញមានហេតុមួយដោយវិសាឃើញលោកឪពិនសែមដែលលោកបកាយរក្សាអភិរក្សលោកពិនសែមហ្នឹងក៏លោកមានកន្លែងដូចជាសារមន្ទីរចឹងនៅក្នុងកុដិរបស់លោកណាអញ្ចឹងលោកក៏បានបន្សល់ពីការទុកដាក់វត្ថុដូនតាហ្នឹងឯងអញ្ចឹងគាត់ស្មានមានគំនិតថាបើសិនជាសម្ដេចលោករក្សាអញ្ចឹងហើយយើងជាកូនជាចៅក៏យើងតំណជាប់ជានិស្ស័យអញ្ចឹងឲ្យដូចព្រះអង្គដែរអញ្ចឹងក៏អាត្មាមានវត្ថុដូនតាហ្នឹងក៏រៀបច្រើនក្រាស់ក្រែលគ្រាន់បើទុកគ្រាន់ញាតិញោមដែលបានជើញមកចូលរួមទេសនាបានអញ្ចឹងហើយបច្ចុប្បន្នមានតាំងពីខ្នាយជ្រូកមានតាំងពីភ្លុកដំរីធ្គាមដំរីមានច្រើនយ៉ាងណាញោមណាហើយមួយយ៉ាងវិញទៀតគឺរក្សាវប្បធម៌អរិយធម៌ខ្មែរហើយមួយយ៉ាងវិញទៀតគឺមិនចង់ឲ្យប្រទេសជិតខាងគេយកវប្បធម៌អរិយធម៌របស់យើងចូលទៅដាក់នៅប្រទេសគេដែរអញ្ចឹងអាត្មាចិត្តព្យាយាមប្រមូលយកមកទុកដាក់អញ្ចឹងណាញោមបងព្រះអង្គមានគំនិតថាទៅថ្ងៃមុខព្រះអង្គចង់ធ្វើជាសារមន្ទីរមួយទូដែលឡើងនៅជាពិសេសគឺតំបន់នេះតំបន់ប្រវត្តិសាស្ត្រផងតំបន់កន្លែងរមណីយដ្ឋានផ្នែកទេសចរធម្មជាតិផងព្រះអង្គអញ្ចឹងព្រះអង្គមានគំនិតថានឹងធ្វើជាទូឬក៏ធ្វើជាបណ្ណាល័យណាមួយទូឬក៏ជាសារមន្ទីរទូបែបជាការភ្ញៀវដែលគាត់មកទស្សនាមិនថាភ្ញៀវជាតិនិងអន្តរជាតិដែលគាត់មកទស្សនានៅជុំវិញលាងក្នុងសំពៅក៏ដូចជាទស្សនាមើលបដិមាដែលកំពុងតែរៀបចំធ្វើនៅ
ជាប់នឹងជើងខ្លួនសកលនេះព្រះអង្គមានចំណុចទាំងនេះទៅតែយ៉ាងណា ពោញោមសួរអញ្ចឹងចំចំណុចដែលអាត្មាដែលចង់ឆ្លើយហើយចង់បានតែម្ដងព្រោះអាត្មាមានគំនិតហ្នឹងមួយឲ្យតែច្បាប់ឬក៏មិនមានការពាក់ព័ន្ធនឹងច្បាប់ឬក៏អាជ្ញាធរមានការអនុញ្ញាតហើយអញ្ចឹងណាឬក៏ទីតាំងមានដោយទំព្រមហើយអាត្មានឹងធ្វើដាក់ទូតាំងព្រាបដូចជាកូនសារមន្ទីរមួយដើម្បីភ្ជាប់ជាមួយបរិមាណអង្គធំចាប់អញ្ចឹងក្នុងសពោជាតំបន់មួយសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិចូលមកទស្សនាពួកវត្ថុអត់ទាំងនឹងមិនមែនវត្ថុខ្លះមិនមែន100ឆ្នាំខ្ញុំជឿដល់1000ឆ្នាំក៏មានដែររាប់ពាន់ឆ្នាំតាមអាត្មាសន្និដ្ឋានឬគេនិយាយឲ្យសន្និដ្ឋានខ្លួនឯងវាចូលរាប់ពាន់ឆ្នាំក៏មានដែរអញ្ចឹងបើសិនសម្រាប់យើងវាជាមនុស្សចំនួនក្រោយយើងមើលទៅវាមហស្ចារ្យណាស់អញ្ចឹងអាត្មានឹងមានគំនិតអញ្ចឹងដែរតែពេលក្រោយបានទោះតែយើងទៅមុខរួចឬមិនរួចចាំគិតទៀតចឹងណាញោមណាអញ្ចឹងនេះជាទស្សនៈរបស់ព្រះអង្គដែលជាគំនិតព្រះអង្គទៅថ្ងៃមុខថានឹងចង់ធ្វើសារមន្ទីរមួយទូតនៅទីនេះផ្សារភ្ជាប់ជាមួយនឹងទីតាំងផ្ទាល់កន្លែងនេះដែលជារមណីយដ្ឋានផ្នែកប្រវត្តិសាស្ត្រផ្នែកទេសចរផ្សេងៗហ្នឹងបងព្រះអង្គហេតុអីព្រះអង្គប្រមូលដោយសារព្រះអង្គជឿទៅលើរឿងតាក់ទងទៅនឹងរឿងអបិយជំនឿខ្មែរដែរគឺបងអាត្មាក៏ជឿខ្លះអញ្ចឹងទៅណាញោមព្រោះតែការបដិបត្តិនៅក្នុងពុទ្ធឱវាទយើងបដិបត្តិហើយក៏ប៉ុន្តែថាយើងលើកជាឧបមានិងឧបមាវាជាច្បាប់នៃធម្មជាតិទេបើសិនជាយើងមានឧទាហរណ៍សាច់គោមួយដុំគេឲ្យយើងយកមកស្ងោរហូបជាមួយបាយព្រោះប្រកាសជាយើងហូបបាយអត់បានច្រើនទេអញ្ចឹងសាច់គោនឹងយើងយកទៅហាន់យើងដាក់ទឹកហើយយើងដាក់ប៊ីចេងដាក់ខ្ទឹមដាក់ស្ករដាក់ជីអីចឹងយកហូបបានច្រើនអញ្ចឹងមានន័យថាសាច់គោមួយដុំវាជានិមិត្តរូបវាសំខាន់វាពិសេសវិសាលហើយដូចយើងបដិបត្តិនៅក្នុងវិស័យចឹងណាអញ្ចឹងយើងនៅមានរបស់ដែលថែមថយអញ្ចឹងមានន័យថាគ្រឿងអញ្ចឹងមិនថាការជំនឿឬមិនជំនឿជឿឬមិនជឿ50 អញ្ចឹងណារបស់ជឿដែលគួរជឿអញ្ចឹងណាញោមណារបស់ណាដែលពិចារណាគួរតែជឿហេតុផលណាដែលគួរជឿយើងជឿទៅទោះមិនយើងមិនជឿក៏ត្រូវជឿសិនណាបន្ទាប់ពីការជឿសិនយើងជោគជឿអញ្ចឹងណាអញ្ចឹងនេះមានតែប៉ុណ្្នឹងឯងចុះព្រះអង្គធ្លាប់ជួបរឿងជាក់ស្ដែងដែលពាក់ព័ន្ធទៅនឹងរឿងអបិយជំនឿរឿងអាគមគាថារបស់ខ្មែរយើងក៏ប៉ុណ្ណារឿងទាំងអស់ហ្នឹងក៏ប៉ុណ្ណាព្យាយាមសិក្សាហើយក៏ប៉ុណ្ណាក្នុងនាមប៉ុណ្ណាក៏ប៉ុណ្ណាជឿដោយព្រះអង្គមានសង្ឃរិកាផងដែរនៅបច្ចុប្បន្ននេះកណ្ដាលនៅតែជឿអ្វីដែលកណ្ដាលធ្លាប់ជួបតែព្រះអង្គធ្លាប់ជួបជាក់ស្ដែងថាវាមានពិតមែនរឿងទាំងអស់ហ្នឹងរឿងអភិញ្ញាហាឬក៏រឿងអីចឹងបងមានតែព្រះអង្គលោកសំដែងដែរណាព្រោះប្រពុតលោកបានសំដែងថាពីអមនុស្សមានន័យថាក្រៅពីមនុស្សក៏គេហៅអមនុស្សទាំងអស់ហ្នឹងអមនុស្សសូម្បីទេវតាក៏ចាត់ទុកតែជាអមនុស្សដែរព្រោះប្រែតនរកខ្មោចទេរឆានអញ្ចឹងចង់និយាយថារាប់ទាំងអស់ក្រៅពីមនុស្សគេហៅអមនុស្សអញ្ចឹងណាព្រោះអាត្មាក៏មានជំនឿទៅខាងអញ្ចឹងក៏អាត្មាក៏ធ្លាប់ជួបនឹងហេតុការណ៍អស់នោះដែរតែក៏ជួបផ្ទាល់ដោយសារបានថាបានជួបផ្ទាល់ព្រោះអាត្មាជាអង្គបដិបត្តិមួយរូបកាលពីសម័យកៅជាងតែគ្រាន់ថាធ្វើបទបរិយាយឲ្យពឹសស្ដាมันអាចបរិយាយពឹសស្ដាបានដោយសារព្រោះអាត្មាជាភិក្ខុធម្មតាបើយើងបួសជាសាមណេរវាមិនជុំទេតែបើបួសជាភិក្ខុហើយมันអាចធ្វើបទបរិយាយណាមួយឲ្យពឹសស្ដាជំរាបទៅដល់ញាតិញោមបានដែរអញ្ចឹងណាសួរតមូលហេតុអីมันអាចជំរាបបានធម្មតាតែយើងនិយាយឡើងនិយាយចុះគេចូលគេថាអួតឧត្តរិមនុស្សធម្មណាអួតធម៌ពិសេសដែលលោកអត់មានអញ្ចឹងអួតពីរឿងថាយើងចេះជ្រែកដីថាយើងឃើញខ្មោចអាចវាយតល់ជាមួយតបខ្មោចបានអីបានវាចូលគេហៅថាអាបត្តិមួយគេហៅអាបត្តិធំហើយអញ្ចឹងបាទអាត្មាមិនអាចបរិយាយឲ្យពុះស្ដាជំរាបជូនញោមញាតិបានអញ្ចឹងណាដោយសារនេះជានៃខុសពីនៃនៅក្នុងព្រះពុទ្ធសាសនាបងនៃបព្វសង្ឃដែលជាភិក្ខុសង្ឃមែនបងកណាចង់សួរមួយបន្ថែមទៀតតាក់ទងទៅនឹងពេលព្រះអង្គកណាឃើញព្រះអង្គប្រមូលទាំងពីឆ្អឹងមនុស្សជាពិសេសធ្លាប់ដូចឃើញឆ្អឹងដូចមនុស្សបុរាណមែនដែលព្រះអង្គដាក់មកធំមែនតើតើព្រះអង្គពេលព្រះអង្គយកមកដាក់ទីនេះមានពលឹងមានអីព្រះអង្គធ្លាប់យល់សពឬក៏មានអីឲ្យជាហេតុឲ្យព្រះអង្គចេះប្រាប់បញ្ចុះអីទេបងមានអត់មាននេះទេវាជានិមិត្តមួយប៉ុន្តែអាត្មាថានិយាយប្រហែលតិចណានិមិត្តមួយដូចជាសមោលមកខំគួរអាចគង់យល់ណាប៉ុន្តែនិយាយតែប៉ុណ្្នឹងចុះប៉ុន្តែមកនេះឆ្អឹងនេះចម្រុះក្បាលខ្មោចឆ្អឹងខ្មោចអីគឺចម្រុះទាំងអស់អាត្មាក្នុងន័យប្រមូលមកនេះក្មេងមិនដើររើសតាមទួលបុរាណហ្នឹងណាប្រមូលមកបានឡើងមកកញ្ជើធំហ្នឹងគឺអាត្មាថ្ងៃណាមួយអាត្មានឹងធ្វើសង្ឃទានទិសកសលជូនតែប៉ុណ្ណឹងរួចហើយក៏បដែតពងពេតាមទឹកទៅក៏ធ្លាក់ទៅដល់ណាក៏ដល់ទៅសំខាន់យើងបាំងស្គលយើងយកមកយើងបានលាងឲ្យស្អាតបាតហើយយើងធ្វើជាសង្ឃទានតែប៉ុណ្ណឹងវាជាកសលរបស់អាត្មាអញ្ចឹងណាជាជាងយើងទុកពីវេលពីកាលដើរជន់នៅនេះមានទូបុរាណដែរ
នៅខាងស្រែនៅខាងអាងពោនោះមាន អាងពោនៅយើងឃុំភ្នំសំពៅដែរ ឃុំអូម៉ាល់ ឃុំអូម៉ាល់យើងខាងនេះវិញ ឃុំអូម៉ាល់ហើយ អូចឹងមានកន្លែងទួលបុរាណហ្នឹងគឺមានសម្ភារៈរបស់របរមានច្រើនគេហៅទួលកណប់ឬក៏ទួលពោអញ្ចឹងណា អូ ទួលកណប់ច្រើនបើថាបើបានឯស្កាកាយវិញបើបានឯស្កាកាយវិញគឺឃើញច្រើនហ្មង ណាបង វត្ថុច្រើន